mình làm ăn của một cái này ngày lịch ăn Mình thấy là ngủ với dùng tới trâu là nó với nhất buổi nhìn xuyên ở tận nó và tận trâu nó bật người thành lịch cả trắng ngày đấy còn ngày đấy mau cho chạm mất cái chả là chạm mức tân số 1 ạ ồ thì tụ đó nào để giúp không để giúp được gặp về bật còn để chả vậy vô bán chạm còn để thêm nhận hai một đá anh ấy phải dùng một cái đá bàn cái anh thưa tôi ăn cái lạnh rồi rồi máนี่เปอร์เซ็นต์ที่แม่anhลูกเรือนี่cái đặt với chỗ lặng dương an rồi cái đặt to là cái trong cái trong cái dương đặt cái dương hẹp chiều này cái hẹp cái người lòng cho bờ kia nhận cái nó phải hẹp bông ok chẳng là lâu nay của nhóm ban riệp chòm tòng hai ấy để sai dân tranh mau pìm pin riêng ngày đấy ông muốn tranh mau màu muối hay dân trồ bột anh tình túi trong một đòn đi mau là của muối chiêng ấy mình là ngất bạn hai atom mình sẽ cầm thiệp em màn tết về là nghĩ đi để xa ông muốn đăng ấy để chung với nó rất là dùng lấy bạn đồng khan tại một đồ chẳng ai hot ai làm bàn tê
ចាំមើលពេលសកម្មភាពពេលព្រឹកហើយតំបន់ដែលខ្ញុំមកនេះគេហៅថាតំបន់ប្រៃក្តាតបងប្អូនបាទហើយកន្លែងដែលខ្ញុំស្នាក់នៅយប់នេះគឺគេហៅថាផែសមុទ្ររីសតបាទហើយកន្លែងនេះស្អាតមែនតើបងប្អូនស្អាតមែនតើយើងមានស្ពានមានអីចឹងណាហើយជុំវិញនេះគឺយើងអាចស្ទូចត្រីបានទៀតព្រលឹមឡើងចាំមើលខ្ញុំស្ទូចត្រីហើយនឹងអាចនឹងទៅចែកម្ហូបចែកអីពីអ្នកភូមិដែលគាត់មកនេសាទចឹងណាចឹងតិចទៀតយើងធ្វើម្ហូបហូបបាយហើយយើងសម្រាកតែម្ដងចឹងចាំមើលពីសកម្មភាពពេលព្រឹកតោះឥឡូវខ្ញុំទៅធ្វើម្ហូបធ្វើអីហូបបាយនេះសិនយើងមានម្ហូបឆ្អិនខ្លះមួយចំនួនប៉ុន្តែយើងមានមួយចំនួនទៀតដែលយើងត្រូវធ្វើខ្លួនឯងតោះជាពិសេសសកម្មភាពពេលព្រឹកតនាបងប្អូនដល់ស្អាតតែម្ដងមូសច្រើនពេកមិនថានៅក្រុងថានំពេញឆ្នាំនេះមូសតែមែនតែនហ្មងអត់ការពារទេដឹងអត់សុខសាច់ទេចឹងយើងត្រូវដុតធូបមុខមុនហូបបាយដល់ហើយចម្រៀងអត់ទេអ្នកភូមិទេអ្នកភូមិដល់ហើយចម្រៀងជុំជើចម្រៀងដល់ពេលដល់ម៉ោងចូលដេកទូបមកម្ដងបើសិនជាថ្ងៃអត់ដូចតែថ្ងៃ렉ថ្ងៃហ្នឹងប៉ុន្តែវានឹងឃើញពូមេគួរ
សួស្តីបងប្អូនអរគ្នាឥឡូវនេះម៉ោង7ជាងហើយបាទហើយប្រាប់បងប្អូនរឿងយប់មិញបន្តិចយប់មិញភ្លៀងខ្លាំងមែនតើម៉ោងប្រហែលជា7:01ភ្លៀងខ្លាំងហើយភ្នែកផ្ទោលទៀតភ្លៀងប្រហែលជាចូល2ម៉ោងបាទខ្ញុំអង្គុយមើលមេឃភ្លៀងដែរហើយភ្នែកផ្ទោលខ្លាំងឡើងព្រាក់ហើយគល់លាន់ហ្មងបាទអញ្ចឹងជួបភ្លៀងហើយខែប្រាំងនេះបាទហើយព្រឹកនេះចាំមើលទៅដើរមើលកន្លែងផែរបស់អ្នកភូមិបន្តិចខាងនោះមានផែបាទខាងនោះមានផែកន្លែងនោះក៏មានផែខាងក្រោយខ្ញុំហ្នឹងបងប្អូនខាងក្រោយខ្ញុំហ្នឹងគឺភ្នំបូកគោកន្លែងក្រោយហ្នឹងគឺជើងភ្នំបូកគោហ្មងនោះភ្នំដែលមើលខាងក្រោយខ្ញុំហ្នឹងភ្នំបូកគោហ្មងហើយមានចុះអាប់ចុះអីស្អាតមែនតើទៅទូកច្រើនណាស់ដោយសារអ្នកភូមិគាត់កន្លែងនេះកន្លែងគេទៅនេសាទហ្នឹងអញ្ចឹងទៅដល់នោះសមុទ្រកន្លែងគេនេសាទហ្មងសទូកហើយបែរទៅខាងនោះបងប្អូនមើលឃើញកោះហើយផ្សេងអញ្ចឹងណាក៏មានឃើញដូចជាកោះត្រល់ក៏អីផ្សេងហើយនៅខាងនោះជាប់ដូចជាកន្លែងផែខេត្តកពតគេទៅធ្វើថ្មីអញ្ចឹងយើងអាចជិះពីខេត្តកពតគេមានគេចេញទៅកោះរុងក៏អីផ្សេងច្រើនណាអញ្ចឹងព្រឹកនេះដើរមើលចិត្តនឹងតិចសិនបងប្អូនបាទអត់ដឹងធ្វើអីទេចាំមើលទឹកវាឡើងពេកចាំមើលសាក់ស្ទូចត្រីឬក៏អីអត់មើលបានអត់បាទតោះដើរលេងទាំងអស់គ្នាកន្លែងខ្ញុំដេកយំមិញហើយសមុទ្ររីសតនេះមកឲ្យគេវិញមកកេរី